គេអង្វរច្រើនដងពេកខ្ញុំក៏ដាច់ចិត្តថាឲ្យគេវាមិនមែនម្ដងជា2ដងទេតែវា6ដងហើយគេក៏សន្យាថាគេនឹងដណ្ដឹងខ្ញុំធ្វើជាប្រពន្ធគេតែប្រហែលបាន10ថ្ងៃគេក៏ហីដាក់ខ្ញុំរហូតដល់ខ្ញុំប្រាប់គេថាខ្ញុំមានកូនហើយគេនិយាយថាចាំគេឲ្យលុយខ្ញុំមកយកកូនទម្លាក់ចោលអូខេសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ស្នេហាខ្ញុំមិនមែនស្នេហាពួកយើងទេស្វាគមន៍មកកាន់អេពីសូតថ្មីអញ្ចឹងឥឡូវយើងចាប់ផ្ដើមរឿងប្រិយមិត្តរបស់យើងគឺខ្ញុំឃើញសាច់រឿងមួយនេះគឺមានការអប់រំច្រើនខ្លាំងមែនតើហើយបើតាមខ្ញុំមើលគឺក្នុងហ្នឹងក៏វាមានអារម្មណ៍ឈឺចាប់ច្រើនដែរអញ្ចឹងចូលមកដល់សាច់រឿងគឺគាត់បាននិយាយថាអធិស្ឋានបងដែលឆាត់តែរំខានតែខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដើមឡើយបើសិនជាខ្ញុំមិនស្គាល់អ្នកប្រុសនោះទេប្រហែលជាល្អដំបូងឡើយខ្ញុំតាក់ទងគ្នាតាមរយៈសង្សារចាស់ខ្ញុំណែនាំឲ្យស្គាល់ហើយគេនិយាយថាម្នាក់ប្រុសហ្នឹងល្អហើយស្អាតទៀតអូនយកគេទៅបន្ទាប់មកខ្ញុំក៏និយាយតបទៅវិញបើគេល្អមែនខ្ញុំក៏ព្រមហើយខ្ញុំក៏បានតាក់ទងគ្នាបាន5ថ្ងៃគេក៏បបួលខ្ញុំដែរតែយើងគ្រាន់តែនិយាយគ្នាធម្មតាទេបាន1ខែគេក៏សុំខ្ញុំជួបគ្នាម្ដងទៀតខ្ញុំក៏ព្រមព្រោះខ្ញុំគិតថាមិនអីទេតែទៅដល់គេក៏និយាយថាបងសុំមួយអីអញ្ចឹងទៅចុចហើយខ្ញុំក៏តបវិញថាអត់ទេយើងត្រឹមជាសង្សារកុំដល់ថ្នាក់នឹងអីបងបដិសេធបែបនេះគឺល្អចំណុចហ្នឹងគេមិនសុខចិត្តទេថែមទាំងនិយាយថាអូនអត់ស្រឡាញ់បងទេមែនហើយគេអង្វរច្រើនដងពេកខ្ញុំក៏ដាច់ចិត្តថាឲ្យគេអាចថាខ្ញុំចិត្តងាយក៏បានតែវាមិនមែនម្ដងជា2ដងទេតែវា6ដងទៅហើយគេក៏សន្យាថាគេនឹងដណ្ដឹងខ្ញុំធ្វើជាប្រពន្ធគេតែប្រហែលបាន10ថ្ងៃបន្ទាប់ពីហ្នឹងគេក៏ហីដាក់ខ្ញុំហើយខ្ញុំក៏សួរថាមិនក៏បងប្លែកម៉េះគេតបវិញទាំងនិយាយថាអូនឯងប៉ិនរករឿងម៉េះបើពិបាកពេកបែកគ្នាទៅពេលហ្នឹងខ្ញុំឈឺណាស់ខ្ញុំយំអង្វរគេរហូតដល់5ថ្ងៃតែគេមិនខ្វល់ពីខ្ញុំទេគេទៅផុសរូបជាមួយស្រីថ្មីដែលជាមិត្តភក្តិខ្ញុំទៀតទ្រាំមិនបានខ្ញុំក៏ដាច់ចិត្តថាមិនផ្ញើសាររំខានគេទៀតទេដោយខានតបគ្នាយូរគេឆាតមកសុំខ្ញុំត្រូវវិញហេតុតែនឹកគេពេកខ្ញុំក៏ព្រមត្រូវជាមួយគេវិញអូខេបានប្រហែល5ថ្ងៃយើងក៏ជួបគ្នាម្ដងទៀតនៅសាលារៀនហើយគេក៏សុំខ្ញុំម្ដងទៀតតែពេលនោះខ្ញុំមិនបាននិយាយច្រើនទេក៏យល់ព្រមតាមគេម្ដងហើយម្ដងទៀតរហូតដល់ថ្ងៃគេទៅធ្វើការយើងឡើងបានជួបមុខគ្នាទៀត Oh my god ខ្ញុំរករឿងគេច្រើនយើង2នាក់និយាយគ្នារហូតដល់ខ្ញុំប្រាប់គេថាខ្ញុំមានកូនហើយគេនិយាយថាចាំគេឲ្យលុយខ្ញុំមកយកកូនទម្លាក់ចោល Oh my god ខ្ញុំចង់ដឹងចិត្តគេថាគេស្រឡាញ់ខ្ញុំអត់ខ្ញុំទៅយកអ្នកថ្មីប៉ុន្តែមិនបានស្រឡាញ់គេទេយកគេលេងសើចតែមិនដឹងយ៉ាងម៉េចទេសង្សារដែលតាក់ទងគ្នាបាន3ខែជាងហ្នឹងគេក៏ប្លុកខ្ញុំហើយបាន6ថ្ងៃខ្ញុំក៏ដឹងថាគេមានថ្មីដែរតែម្ដងនេះគេនិយាយពីខ្ញុំប្រាប់សង្សារក្រោយគេថាថោកហើយចរិតអន់ច្រើនដងពេកខ្ញុំក៏ឆាត់ទៅខាងស្រីតែខាងស្រីក៏សហដាហាយើងថ្ងៃពេញមាត់បន្ទាប់មកខ្ញុំក៏លែងបានឆាត់ជាមួយគ្នាអស់រយៈពេល6ថ្ងៃតែចិត្តមិនដាច់ក៏ឆែក account គេឃើញគេលេងជាមួយសង្សារថ្មីគេខ្ញុំឈឺចាប់ណាស់ខ្ញុំយំហើយខ្ទប់ទ្រូងយកដៃខ្ទប់សម្លេងដែលស្រែកយំថាបងមករកខ្ញុំវិញមកខ្ញុំនឹកបងខ្លាំងណាស់តែខ្ញុំបានត្រឹមនិយាយម្នាក់ឯងបងគិតថាសាច់រឿងនេះពួកគាត់ក្មេងមែនតើយើងគ្រាន់តែអានសាច់រឿងដែលពួកគាត់ទៅសេមកក៏ដឹងថាពួកគាត់ក្មេងដែរនេះបើសិនជាអ្នកទាំងអស់គ្នាស្ដាប់តែអ្នកទាំងអស់គ្នាគិតទៅអ្នកតំណមួយហ្នឹងស្ថិតក្នុងវ័យណាខ្ញុំអាចទីដឹងហ្មងថាថ្នាក់ទី9ទី10 Yes អាយុធំ15 16យើងថាវិទ្យាល័យចុះឥឡូវបងតាំងនាមបងជាមិនមែនជាមនុស្សធំអីខ្លាំងពេកទេតែបងអាចនិយាយទៅថាបងអាយុបងអាចនឹង1ឆ្នាំ2ឆ្នាំអីចឹងទៅបងចង់ប្រាប់ថាបើតាមសាច់រឿងបងអានណាពីដំបូងឡើយបងគិតថាប្អូនស្រីដែលគាត់បដិសេធហ្នឹងណាគឺគាត់ធ្វើបានល្អខ្លាំងមែនតើអ្នកទាំងគ្នាអាចបកទៅស្ដាប់កន្លែងហ្នឹងវិញគឺខ្ញុំឲ្យមេដៃគាត់មកដែរគាត់បដិសេធថាគាត់អត់ព្រមទេក៏ប៉ុន្តែបន្ទាប់ពីហ្នឹងគឺគាត់បាក់ទៅតាមគេមកសឹបហ្នឹងណាគាត់ជឿស្លងពេកណា
វាមិនមែនជាម្ដងពីរដងតែវារហូតដល់6ដងហើយមានរឿងដែលអាចឈានរហូតដល់មានកូនទៀតខ្ញុំគិតថាប្រធានបទមួយនេះគឺអប់រំខ្លាំងមែនតើទៅដល់អ្នកដែលគាត់មានវ័យប៉ុណ្ណឹងនេះ sending to យុវជនគ្រប់រូបដែលក្នុងវ័យនៅក្នុងវ័យវិទ្យាល័យខ្ញុំចង់ប្រាប់ថាវាមានបានផលចំណេញអីមកវិញទេណាវាស្ដាប់ហើយវាមានអារម្មណ៍ថាខុសពីវ័យរបស់អ្នកទាំងអស់គ្នាខ្លាំងពេករបៀបថាវ័យនេះបើសិនជាស្ថិតក្នុងវ័យ20ទៅ25ឆ្នាំគាត់អាចរកដំណោះស្រាយបានខ្លួនឯងខ្លះវាមិនចាក់ស្មុគខ្លាំងអញ្ចឹងពេកតែនេះស្ថិតក្នុងវ័យមួយដែលក្មេងខ្លាំងមែនតើខ្ញុំគ្រាន់តែស្ដាប់អីដែលគាត់ទៅសេមកខាងក្រុមការងារគឺខ្ញុំដឹងហ្មងថាគាត់អាចនឹងក្មេងខ្លាំងអីដែលខ្ញុំទីដឹងគឺអាចនឹងអាយុខ្ទង់10ជាងប៉ុណ្្នឹងឯងព្រោះការនិយាយរបស់គាត់គឺគាត់អត់ដឹងថាខ្លួនឯងត្រូវធ្វើមិនរបៀបថាទីប៉ឹងឲ្យខ្លួនឯងអត់តបានណាហើយសុកក៏ធ្លោយទៅធ្វើរឿងអញ្ចឹងណារឿងដែលខុសប្រពៃណីខ្លាំងមែនតើហើយខ្ញុំក៏ទីដឹងថាម្នាក់ប្រុសហ្នឹងក៏អត់អាយុច្រើនណាស់អ្នកទាំងគ្នាខ្ញុំចង់ប្រាប់ថានៅក្នុងវ័យយុវវ័យយើងកុំគិតអីដែលងាយស្រួលខ្លាំងពេកជីវិតរបស់យើងគឺអត់ងាយស្រួលដូចអីដែលយើងគិតទេវាដូចជាកលាអុកមួយអញ្ចឹងនៅពេលណាដែលយើងដើរខុសតែមិនបន្តិចគឺវាអាចនឹងធ្លាក់ជ្រោះតែម្ដងអញ្ចឹងនេះខ្ញុំគិតថាសាច់រឿងនេះគឺបងអូនស្រីផ្ញើមកគឺគាត់កំពុងតែប៊ីនឹងធ្លាក់ជ្រោះហើយជ្រោះនឹងជ្រៅខ្លាំងទៀតហើយកុំយកតំណែងទាំងអស់ហ្នឹងមកបាំងមុខមកធ្វើជាស្ពានដែលយើងគិតថាមានទាំងអស់ហ្នឹងហើយយើងអាចទៅមុខបានលុះត្រាតែតំណែងទាំងអស់ហ្នឹងវាពិតប្រកបជាមួយយើងក៏ប៉ុន្តែតំណែងទាំងនៅក្នុងសង្គមយើងកុំមើលសង្គមល្អខ្លាំងពេកវាអាចស្រស់បំប្រងដូចរឿងហុងកុងដូចរឿងចិនរឿងកូរ៉េដែលយើងមើលថាតួប្រុសតួស្រីទោះបីជាមិនក៏នៅតែស្រឡាញ់គ្នាតទៅមុខទៀតទោះបីជាមិនក៏ម្នាក់ប្រុសនឹងទទួលស្គាល់យើងមិនថាក្មេងឬមួយក៏គេប្រាប់ម៉ាក់ប៉ាគេហើយម៉ាក់ប៉ាគេនឹងយល់ព្រមបងជឿថាតំណែងនេះគឺអ្នកទាំងគ្នានៅក្មេងខ្លាំងមែនតើទាំងខាងប្រុសទាំងខាងស្រីហើយបកត្រឡប់មកវិញគាត់ចង់ដឹងថាគេស្រឡាញ់គាត់អត់គាត់យកសង្សារថ្មីមួយទៀតក្នុងតំណែងមួយដែលលេងសើចមិនមែនស្លាញ់ពិតប្រាកដទេនេះគឺជារឿងខុសបំផុតបងហ៊ាននិយាយអញ្ចឹងមកអូនឯងធ្វើអញ្ចឹងគឺវាមិនមែនបញ្ជាក់តម្លៃថាចេះគេស្រឡាញ់អូនឯងតើអូនឯងធ្វើអញ្ចឹងមិនអូនឯងបញ្ជាក់ក្តីស្រឡាញ់បានទេអូនឯងបញ្ជាក់ក្តីស្រឡាញ់អញ្ចឹងដល់ពេលដែលយើងគិតថាយើងបញ្ជាក់ក្តីស្រឡាញ់បែបហ្នឹងគឺវាខុសជាមួយនឹងខ្លួនឯងខ្លាំងបំផុតតំណែងមួយដែលល្អគឺវាអត់មាននៅក្នុងវ័យវិទ្យាល័យទេអត់មានដាច់ខាតតែម្ដងព្រោះការគិតម្នាក់គឺនៅក្មេងខ្លាំងណាស់អាយុគេអាយុប៉ុនបងហ៊ុនមិនពេលខ្លះបងនៅតែមានអារម្មណ៍ថាអ្នកខ្លះនៅអត់អស់សុបាយបងនិយាយមែននេះបងនិយាយតាមត្រង់ហ្មងនិយាយមុខគាត់ហ្មងអ្នកខ្លះនៅមានអារម្មណ៍មួយថាចង់ដើរលេងចង់ enjoy អញ្ចឹងណាអត់ខ្វល់ទេចោះល្មមតើនៅខ្ទង់វ័យ15 16ខាង15 16 17អីចឹងទៅខាងស្រីតែ14 15តើស្នេហាច្បាស់លាស់មកពីណាវាគ្មាននៅក្នុងរឿងដែលយើងគិតថាភ្ជាប់ពាក្យស្រឡាញ់គ្នាតាំងនៅក្នុងពោះវាគ្មានទេអូនជឿបងទៅអញ្ចឹងអេពីសូតនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូមួយនេះនឹងបានបំផុសក៏ដូចជាផ្ដល់គំនិតឲ្យបងទាំងអស់គ្នាជូនពរឲ្យអ្នកទាំងអស់គ្នាជួបស្នេហាដែលស្រស់បំព្រងស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំស្រឡាញ់គេលើខ្លួនឯងខ្លាំងពេកពីខ្ញុំអំស៊ីស្នេហាខ្ញុំបាយបាយ